ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សយើងខ្ញុំមកបង្ហាញអំពីការបញ្ចូលវត្តមានសិស្សនៅក្នុង Telegram ជាដំបូងវាលោតបែបនេះឲ្យយើងគ្រាន់តែចុចទៅលើវាទៅវានឹងលោតពាក្យថា Start ហើយយើងក៏លេចមើលមកខាងឆ្វេងដៃមានពាក្យថា Menu យើងចុចទៅលើពាក្យថា Menu នឹងមកវានឹងលោតអក្សរ4បន្ទាត់នេះឲ្យទី1ចាប់ផ្ដើមកម្មវិធីដែល Start ដំមិញនេះទី2បញ្ចូលវត្តមានឥឡូវទី3បញ្ចូលវត្តមានពេលក្រោយទី4ពិនិត្យវត្តមានកន្លែងបញ្ចូលវត្តមានឥឡូវនេះមានន័យថាយើងអាចបញ្ចូលវត្តមានសិស្សនៅពេលដែលកំពុងរៀនឬបង្រៀនបានឧទាហរណ៍ថាយើងរៀនឬបង្រៀននៅចន្លោះម៉ោង3ដល់ម៉ោង5អញ្ចឹងយើងអាចបញ្ចូលវត្តមានគាត់នៅចន្លោះម៉ោង3ដល់ម៉ោង5ហ្នឹងតែបើលើសពីម៉ោង3ដល់ម៉ោង5ហ្នឹងយើងត្រូវតែបញ្ចូលវត្តមានពេលក្រោយនេះយើងមិនអាចបញ្ចូលវត្តមានឥឡូវនេះបានទៀតទេអញ្ចឹងឧទាហរណ៍ថាសិស្សថ្នាក់ទី 10A យើងចុចទៅលើ 10A នោះវានឹងលោតឈ្មោះសិស្សឲ្យយើងជ្រើសរើសឲ្យដើម្បីបញ្ចូលវត្តមានដូចឈ្មោះសឹមច័ន្ទហៀងយើងគ្រាន់តែចុចឲ្យជាប់មកកន្លែងអក្សរ A នេះនឹងបើសិនជាគាត់អត់ច្បាប់យើងដាក់អក្សរ A នឹងតែបើសិនជាគាត់មានច្បាប់យើងដាក់អក្សរ P ហើយនៅខាងមុខនេះយើងអាចសរសេរមូលហេតុបានឧទាហរណ៍ថាគាត់ឈឺក្បាលអញ្ចឹងយើងដាក់ថាមូលហេតុឈឺក្បាលហើយយើងបញ្ជូនទៅនោះវានឹងជោគជ័យហើយយើងអាចបញ្ចូលវត្តមានគាត់បានជោគជ័យហើយសម្រាប់ទូរស័ព្ទខ្លះគ្រាន់តែយើងចុចចឹងទៅវាលោតឲ្យហើយសម្រាប់ទូរស័ព្ទខ្លះទៀតយើងចុចចឹងទៅវាលោតឲ្យទេគឺតម្រូវឲ្យយើងវាយវាសម្រាប់ការបញ្ចូលវត្តមានពេលក្រោយមានន័យថាយើងបង្រៀនឬរៀនម៉ោង2ដល់ម៉ោង3ប៉ុន្តែយើងភ្លេចបញ្ចូលវត្តមានគាត់នៅចន្លោះម៉ោង2ម៉ោង3ហ្នឹងអញ្ចឹងយើងអាចបញ្ចូលវត្តមានគាត់នៅពេលក្រោយនេះបានយើងអាចកែម៉ោងដែលយើងបញ្ចូលពេលដែលយើងចុចដំបូងវានឹងលោតបែបនេះអញ្ចឹងយើងជ្រើសរើសថ្នាក់ដែលយើងបញ្ចូលមកដូចថ្នាក់ 11A ឧទាហរណ៍ថាឈ្មោះហ៊ុនលីយើងចុចទៅលើ line នឹងឲ្យជាប់មកវានឹងលោតបែបនេះឲ្យ11នេះគឺសម្រាប់ថ្ងៃទី11/05នេះសម្រាប់ខែ5ហើយ25នេះឆ្នាំ2025តែយើងអាចកែបានហើយអានេះម៉ោងដែលយើងអាចកែបានដូចគ្នាអញ្ចឹងគាត់បង្រៀនមិញចន្លោះពីម៉ោង2ដល់ម៉ោង3អញ្ចឹងយើងគ្រាន់តែដាក់ម៉ោង2ម៉ោង3មកហើយកន្លែងនេះដូចគ្នាដែរបើគាត់មានច្បាប់យើងដាក់អក្សរ P តែបើគាត់អត់ច្បាប់យើងដាក់អក្សរ A ហើយនៅខាងមុខហ្នឹងយើងសរសេរមូលហេតុយើងគ្រាន់តែបញ្ជូនទៅនោះយើងអាចបញ្ចូលវត្តមានគាត់បានដោយជោគជ័យហើយសម្រាប់ពិនិត្យអវត្តមានយើងគ្រាន់តែចុចទៅលើពាក្យពិនិត្យអវត្តមានមកនោះវានឹងលោតថ្នាក់ឲ្យយើងជ្រើសរើសដើម្បីឲ្យយើងពិនិត្យអវត្តមានសិស្សនៅក្នុងថ្នាក់ណាម្នាក់ដែលយើងចង់ដឹងឧទាហរណ៍ថាសិស្សថ្នាក់ទី 11B យើងចុចទៅលើ 11B នោះវានឹងលោតឈ្មោះសិស្សឲ្យយើងចុចឧទាហរណ៍យើងចង់ពិនិត្យអវត្តមានសិស្សឈ្មោះសេងលីណាយើងចុចមកបែបនេះឲ្យយើងមើលថាសិស្សម្នាក់ហ្នឹងមានចំនួនឈប់ប្រមាណដងហើយអញ្ចឹងគាត់ឈប់0ដងការបង្ហាញរបស់នាងខ្ញុំបានបញ្ចប់